ជំរាបសួរលោកគ្រូខ្ញុំឈ្មោះហុតម៉ូលីសាមកពីក្រុម SW20 ថ្ងៃនេះយើងមកបន្តអំពី attendance លើកនេះយើងធ្វើអំពី teacher អញ្ចឹងយើងមកមើលកូដនេះគឺជា form design របស់ teacherចឹងឥឡូវយើងសាកមករានទាំងអស់គ្នាយើងចូលមក people ដែរចូលមកកន្លែង teacher create ហើយយើងអាចបញ្ចូលព័ត៌មានបានហើយចឹងយើងបានបញ្ចូលវាបានអស់ហើយចឹងយើងមកដល់ទីបញ្ចប់